បាទសូមគោរពជាសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាហ្នឹងហើយវិលមកជួបគ្នាសាជាថ្មីសម្រាប់បងប្អូនអ្នកដែលកំពុងតែត្រៀមខ្លួនក្នុងការប្រឡងយកក្របខ័ណ្ឌតាមរយៈការចូលរៀននៅសាលាភូមិន្ទរដ្ឋបាលបងប្អូននឹងក្លាយទៅជាមន្ត្រីក្រមការឬក៏មន្ត្រីជាន់ខ្ពស់ទៅតាមអបនិស្ស័យរបស់បងប្អូនในការខិតខំពុំនោះទេបងប្អូនក៏អាចចូលតាមក្រសួងស្ថាប័ននានាផងដែរអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបន្តចែករំលែកនៅសំណួរចម្លើយចំនួន10ដែលមានលេខរៀងទី421ដល់430បាទអញ្ចឹងកុំឲ្យខាតពេលវេលាយើងចូលទៅមើលនៅកម្រងសំណួរទាំងអស់នោះជាមួយខ្ញុំអញ្ចឹងសំណួរទី421សួរថាតើប្រាសាទបាយ័នស្ថិតនៅខេត្តណាចេញសំណួរហ្នឹងបងប្អូនតែបងប្អូនឆ្លើយអត់ត្រូវទៀតមិនដឹងនិយាយថាម៉េចទេបាយ័នណាមិនឡើងមែនទេបងប្អូនណាហ្នឹងហើយអញ្ចឹងចម្លើយគឺនៅលើគោកហើយគឺចម្លើយគោជាចម្លើយត្រឹមត្រូវគឺនៅខេត្តសៀមរាបបាទសំណួរទី422សួរថាតើក្រមាដែលវែងជាងគេនៅជាងគេលើពិភពលោកចាប់ផ្ដើមដំណើរការកាលពីថ្ងៃណាដល់ថ្ងៃណាក្រមានឹងក្រមាខ្មែរតែអត់ដឹងថាក្រមាខ្មែរហើយកៃដំបានសប្តាហ៍គឺទុកនៅសារមន្ទីរជាតិភ្នំពេញបាទតែចង់ដឹងថាប្រវែងប្រមាណអញ្ចឹងចម្លើយសំទោសណែចាប់ដើមថ្ងៃណាអញ្ចឹងមានថ្ងៃ14 15 16កុម្ភៈដល់28ខែមិថុនាឆ្នាំ2018ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយកគឺចាប់ផ្ដើមត្បាញចាប់ពីថ្ងៃទី14ខែកុម្ភៈរហូតដល់ថ្ងៃទី28ខែមិថុនាឆ្នាំ2018ដែលជាក្រមាត្រូវបានចុះបញ្ជីក្នុងGenius Book ថាជាក្រមាដ៏វែងជាងគេនៅលើពិភពលោកបាទសំណួរទី423សំជាស្រ័យគឺសួរថាតើវត្តព្រះកែវមរកតត្រូវបានកសាងក្នុងឆ្នាំណាវត្តព្រះកែវមរកតអ្នកខ្លះគឺអត់ស្គាល់វត្តទេគេស្គាល់ពហិយណាព្រះវិហារព្រះកែវមរកតដែលស្ថិតនៅក្នុងព្រះបរមរាជវាំងណាបងប្អូនទៅលេងព្រះបរមរាជវាំងបងប្អូនតែងតែចូលទៅថ្វាយបង្គំព្រះបរិមាព្រះពុទ្ធបរិមាហើយនឹងទៅមើលនៅគ្រឿងពេជ្រកែវកងហើយផ្សេងអញ្ចឹងណានៅក្នុងព្រះបរមរាជវាំងនៅក្នុងព្រះមហាវិហារកែវមរកតហ្នឹងអញ្ចឹងព្រះវិហារហ្នឹងគឺកសាងនៅក្នុងឆ្នាំណាមាន1892ដល់1902 1884ដល់1998 1901ដល់1908ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយក1892ដល់1902គឺមានរយៈពេល10មួយឆ្នាំបងប្អូនដកខ្លួនឯងទៅជាដកនឹងកំខាត់ពេលចាយើងទៅមួយទៀត424សួរថាតើក្រមាដែលវែងជាងគេនៅលើពិភពលោកក្នុងឆ្នាំ2028មានប្រវែងប្រមាណមកយើងដឹងហើយគឺការត្បាញហ្នឹងគឺចាប់ពីខែកុម្ភៈដល់ខែមិថុនាតែឥឡូវតើក្រមាដែលថាវែងជាងគេនេះមានប្រវែងប្រមាណមាន1149.8 ម៉ែត្រ 1100 ម៉ែត្រនិង1110ម៉ែត្រអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយកគឺ1149.8 ម៉ែត្រណាគឺជាក្រមាដ៏វែងជាងគេ1000ជាងម៉ែត្រណាបងប្អូនឆ្ងាយដែរណាបងប្អូនណាឆ្ងាយគាត់បើដែរបាទជីកង់មកហត់បើនិយាយពីដើរមកហត់ដែរណាដើរពីចុងកម្មាម្ខាងដល់ចុងកម្មាម្ខាងណាព្រោះវាជាង1000 ម៉ែត្រដែរសំណួរទី425សួរតើប្រាសាទភ្នំជីសូរស្ថិតនៅខេត្តណាហ្នឹងក៏ស្រួលដែរណែសំណួរហ្នឹងណាបងប្អូនអញ្ចឹងប្រាសាទភ្នំជីសូរស្ថិតនៅក្នុងទឹកដីនៃខេត្តតាកែវបងប្អូនណានៅខេត្តតាកែវប្រាប់ចម្លើយបដ ாய் ទៅកុំឲ្យខាតពេលតោះសំណួរខ្លះនិយាយស្រួលខ្ញុំអត់ទៅវែងឡាយទេតទៀតតើទូកងដែលមានដែលវែងជាងគេលើពិភពលោកនៅក្នុងឆ្នាំ2018មានឈ្មោះអ្វីណែហ្នឹងក៏ជាទូកក៏ជាសមិទ្ធផលមួយដែលណែ
thật là không năm tại mỗi để bạn chồng thì vừa record này chẳng miên chua Campuchia pata camera tray nè số one kiri phnom bay miền chế kiri popata mò ha rồng phơi chẳng chậm lại là tạm tới cứ chậm lại co Campuchia pata camera tray đang sẽ khó được đâu thế nè rồi mẹ rồi thà khó mày đấy bọn chui chay mơ và tham tiền phóng này khó lắm bọn ta tiết buôn rồi mà phim bớt ta bật tê sừng hạ bò đấy thật cầu mà này cũng bật tê nà sừng hạ bò đấy chẳng sừng hạ bò đấy miền bật tê ong lê tê bò ráng hai nè bật trần chẳng chậm lại là tới cứ bật tê ong lê nằng ai bà phải ra highlight cho bọn ôn rồi sai bà tầm nô ti buôn rồi vào phim bấy ta bịa Campuchia cạ pota camera ở tây miền này để đặt một túc máy nhá bọn này bạn này thầm mày cứ túc ngố rồi bò cồn khmái rồi nữ nó đàn đầy khmái tự đây Campuchia nè túc ngố rồi bò cồn khmái rồi nữ nó bật tới Campuchia tụ ngô rồi bò cồn khmái rồi nữ lỡ từ đây Campuchia này bớt là ăn nè bu hay ban đến lại ấy mình bài tế luộc chè ấy luộc chè bè ấy tham bên này bạn mày trứng Campuchia cả pota camera đặt đây ní đặt tay taray ní cứ tụ ngô rồi bò cồn khmái rồi nơi con đán đấy Campuchia lai chia mình tố sầm nô su thà tá ong ca ta ongกับភាពចំណងអាស៊ានមានប្រមាណមាន4មាន5មាន6ម្ល៉េះតែត្រឹមត្រូវគឺមាន5បាទសំណួរបន្ទាប់តើទុកងោកម្ពុជាកពតាកាមេរ៉ាតរៃមានប្រវែងប្រមាណម៉ែត្រណាnhững tụ ngồi để về trên kia phó đó chân chầm lái miên 87.3 mét 81.7 mét 77.7 mét chầm lái là tầm tới cứ 87.7 mét ok chân miên là phần năng tí nông video này sầm đạp trà chun bóng ổn complete chui lại subscribe tới nè để một mấy complete chui quạt chi diêm quạt diêm chấm nắm đó bọn á chấm dây đầu hai đầu tiết bọn chọn chốt cháy bọn ai chốt cháy ban đòi khoa cam chi diêm an tê từ từ miền cam chi diêm quạt nờ vậy để bọn mình đại chế rồi có bọn chạy đại tại super tại vậy để bọn chạy hái có con mè rồng từ thuyền thọ rắn rồi AK chọn chạm bằng những chuyên gia đó về lịch bây giờ mà đáp bàn khơi tới về thua ở dương cho chạm tọt lần bình đại chẳng ok chẳng ở cuốn chụp việc đấy chụp hình video bắt